សូមជម្រាបតាមនៅឆ្នាំ2023ពេលយើងចូលរួមប្រកួត SEA Games នៅកម្ពុជាយើងនេះកីឡាហែលទឹកជើងពាក់ជើងទាយើងដណ្ដើមបានមេដាយ7គឺយើងបាយមេដាយ7គឺជាប់ជាប្រទេសទី4នៅក្នុងតំបន់អាស៊ានយើងដែលបានមេដាយច្រើនជាងគេខ្ញុំបាទសូមគោរពជូនអង្គពិធីមេត្តាជ្រាបផងដែរថាអាងហែលទឹកស្រុកកោះធំត្រូវបានបញ្ចប់ការសាងសង់ជាស្ថាពរនិងដាក់ឲ្យប្រើប្រាស់ជាបណ្ដោះអាសន្ននៅឆ្នាំ2020ប៉ុន្តែដោយសារវិបត្តិជំងឺ Covid អាងហែលទឹកនេះមិនទាន់បានសម្ពោធក្រោយមកនេះអាងហែលទឹកមានសភាពទ្រុឌទ្រោមនិងការខូចខាតផ្នែកខ្លះនៃហេដ្ឋារចនាសម្ព័ន្ធអាងដែលតម្រូវឲ្យមានការជួសជុលកែលម្អឲ្យប្រសើរឡើងវិញដើម្បីធានាបាននូវនិរន្តរភាពនៃប្រតិបត្តិការនិងការប្រើប្រាស់សម្រាប់បន្តបម្រើជាប្រយោជន៍សាធារណៈរបស់ប្រជាពលរដ្ឋក្រុមការងារក្លឹបហែលទឹកនៃក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះពិនិត្យនិងធ្វើការជួសជុលកែលម្អលើហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកការជួសជុលកែលម្អបានបញ្ចប់ជាស្ថាពរនៅក្នុងខែធ្នូឆ្នាំ2025និងបានចំណាយថវិកាសរុប95លាន2សែនរៀល